ឥឡូវយើងចាប់ដើមធ្វើការ create Gmail បាទចូលទៅកាន់ for my personal use បាទបន្តមកទៀតយើងធ្វើការដាក់ឈ្មោះអូខេបន្ទាប់ពីយើងធ្វើការដាក់ឈ្មោះរួចហើយយើងធ្វើការចុច next បាទបន្តមកទៀតយើងធ្វើការដាក់ថ្ងៃគេខ្ញុំដាក់មកខ្ញុំដាក់ធម្មតាទេបន្តមកទៀតយើងធ្វើការបង្កើតជាមួយនឹង create Gmail អូខេឥឡូវខ្ញុំធ្វើការបង្កើតរួចហើយខ្ញុំបង្កើតថ្មីតែម្ដងហើយធ្វើការចុច next បន្តទៀតយើងធ្វើការដាក់ password ចូលបាទយើងធ្វើការដាក់ password ចូលបន្តមកទៀតយើងធ្វើការចុច next បាទខ្ញុំចុចមុខដើមកន្លែងនេះខ្ញុំធ្វើការ keep ព្រោះខ្ញុំមិនមានលេខទូរស័ព្ទយើងអាច keep បានទាំងអស់គ្នាអូខេធ្វើការចុច next អូខេបន្តមកទៀតយើងធ្វើការចូលទៅកាន់ agree បាទធ្វើការរំចាំវាបន្តិចហើយនេះយើងទទួលបាននៅ Gmail មួយហើយបាទនេះគឺជា Gmail របស់យើងបាទបន្តមកទៀតយើងធ្វើការបង្កើតជាមួយនឹង create channel ឥឡូវនេះគឺយើងទទួលបាននៅ channel YouTube មួយបាទប៉ុណ្ណឹងអូខេរបៀបបង្កើត Gmail មានប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ